ការបដិសេធនិងច្រានចោលព័ត៌មានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យសូមធ្វើការបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតមានលក្ខណៈញុះញង់ឲ្យមានការរើសអើងប្រកាន់ពូជសាសន៍និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រូពេទ្យដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យក្នុងខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការចុះផ្សាយរបស់គណនី Facebook ឈ្មោះ Khawsut English ដែលបានលើកឡើងថាចុងភៅជនជាតិថៃបានស្លាប់ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាលនៅក្នុងខ្លឹមសារគណនី Facebook នេះបានបញ្ជាក់ទៀតថាបុរសជនជាតិថៃអាយុ24ឆ្នាំមកពីខេត្តនគរស៊ីធម្មរាជបានស្លាប់នៅតាមផ្លូវក្នុងប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីមន្ទីរពេទ្យក្នុងស្រុកបដិសេធមិនព្យាបាលគាត់ដោយសារគាត់គ្មានលុយឬឯកសារបញ្ជាក់អត្តសញ្ញាណនេះបើយោងតាម Facebook របស់មជ្ឈមណ្ឌលសម្រាប់ជំនួយជនជាតិថៃនៅក្រៅប្រទេសចំពោះករណីនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសូមធ្វើការបំភ្លឺជូនសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបថាកាលពីថ្ងៃទី7ខែតុលាឆ្នាំ2025វេលាម៉ោង 14:10 នាទីរសៀលសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្ររបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានអញ្ជើញគ្រូពេទ្យមន្ទីរពេទ្យបង្អែកប៉ោយប៉ែតចូលរួមធ្វើកោសលវិច័យលើសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណគ្មានឯកសារអ្វីជាប់នឹងខ្លួនទេដែលតម្កល់នៅវត្តប្រជាធម្មស្ថិតនៅក្នុងភូមិប្រជាធម្មកើតសង្កាត់អូឫស្សីក្រុងប៉ោយប៉ែតតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញសពនេះត្រូវបានប្រជាជនប្រទះឃើញនិងរាយការណ៍ជូនសមត្ថកិច្ចជំនាញដើម្បីចុះពិនិត្យនិងស្រាវជ្រាវដល់ទីតាំងបានបញ្ជាក់ថាសពនេះដេកស្លាប់នៅមុខសម្យាបអគារកម្ពស់5ជាន់ដែលទុកចោលមិនមានមនុស្សរស់នៅស្ថិតនៅក្នុងភូមិក្បាលស្ពាន1សង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យចំណែកភិនភាគសពខាងលើគឺមានស្លៀកខោខ្លីពណ៌ខ្មៅឡាយក្រហមគ្មានពាក់អាវហើយក្រុមកោសលវិច័យបានធ្វើការកំណត់មូលហេតុជាបឋមនៃការស្លាប់សង្ស័យដោយសារជំងឺគាំងបេះដូងសមត្ថកិច្ចបានបញ្ជាក់ទៀតថានៅម៉ោង 21:10 នាទីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានទទួលព័ត៌មានពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃដោយផ្ញើរូបថតនិងអត្តសញ្ញាណប័ណ្ណដើម្បីឲ្យភាគីកម្ពុជាជួយស្វែងរកជនជាតិថៃដែលបានបាត់ខ្លួននិងមានការរាយការណ៍ថាបានស្លាប់នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបន្ទាប់មកទៀតទើបសមត្ថកិច្ចបានមកពិនិត្យនិងផ្ទៀងផ្ទាត់ភិនភាគសពម្ដងទៀតទើបអាចកំណត់បានថាសពដែលបានស្លាប់នេះជាជនជាតិថៃមានឈ្មោះថាមីតថាចាន់យូសេងភេទប្រុសកើតនៅថ្ងៃទី9ខែកុម្ភៈឆ្នាំ2001កាន់អត្តសញ្ញាណប័ណ្ណថៃលេខ 1800208001714ចំពោះឈ្មោះមេតហាចានយូសេងចូលមកធ្វើការនៅព្រះរាជាណាចក្រកម្ពុជាមិនស្របច្បាប់ទេសពត្រៀមនឹងធ្វើការបញ្ជូនទៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាមសំណើសុំរបស់ស្ថានអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាបដោយឡែកនៅមន្ទីរពេទ្យប៉ោយប៉ែតក្រុមគ្រូពេទ្យមិនបានទទួលនឹងឃើញអ្នកជំងឺឈ្មោះមេតហាចានយូសេងមកទទួលការពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យឡើយកន្លងមកក៏ដូចជាបច្ចុប្បន្នមន្ទីរពេទ្យមិនដែលបានបដិសេធនៅក្នុងការទទួលការពិនិត្យព្យាបាលនិងសង្គ្រោះអាយុជីវិតអ្នកជំងឺណាម្នាក់ឡើយទោះបីអ្នកជំងឺនោះគ្មានថវិកាបង់ថ្លៃសេវាគឺមន្ទីរពេទ្យលើកលែងការបង់ថ្លៃការព្យាបាលដោយមិនគិតពីរបាំងហិរញ្ញវត្ថុការប្រកាន់ពូជសាសន៍ពណ៌សម្បុរសាសនាឬនិន្នាការនយោបាយឡើយពិសេសតាមរយៈការចុះពិនិត្យនិងអង្កេតបានបញ្ជាក់យ៉ាងច្បាស់ថាសពឈ្មោះមីថាចានយូសេងបានប្រទះឃើញដេកស្លាប់នៅមុខសម្យាបអគារទុកចោលគ្មានមនុស្សរស់នៅដោយមិនដឹងមូលហេតុច្បាស់លាស់និងមិនបានបញ្ជូនមកមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យនិងព្យាបាលឡើយបើគិតចាប់ពីខែមិថុនាឆ្នាំ2025រហូតមកដល់ពេលបច្ចុប្បន្នដែលច្រកទ្វារព្រំដែនអន្តរជាតិព្រំដែនកម្ពុជាថៃត្រូវបានបិទដោយឯកតោភាគីរបស់ភាគីថៃខេត្តបន្ទាយមានជ័យបានទទួលពិនិត្យនិងព្យាបាលអ្នកជំងឺជនជាតិថៃសរុបចំនួន31នាក់ស្រី12នាក់ដោយខាងក្រោមមន្ទីរពេទ្យបង្អែកប៉ោយប៉ែតចំនួន21នាក់ស្រី8នាក់ក្នុងនោះផ្នែកសម្ភពចំនួន4នាក់សម្រាលកូនដោយវះកាត់ចំនួន1នាក់ផ្នែកវះកាត់ចំនួន5នាក់ស្រី2នាក់ផ្នែកជំងឺសង្គ្រោះបន្ទាន់ចំនួន10នាក់ស្រី2នាក់និងផ្នែកជំងឺទូទៅចំនួន2នាក់ស្រី2នាក់មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបុរីចំនួន10នាក់ស្រី4នាក់ក្នុងនោះផ្នែកសម្ភពចំនួន2នាក់វះកាត់កូនក្រៅស្បូនចំនួន1នាក់ផ្នែកជំងឺទូទៅរលាកផ្លូវដង្ហើមធ្ងន់ធ្ងរចំនួន8នាក់ស្រី2នាក់គ្រប់អ្នកជំងឺទាំងអស់ដែលមកទទួលសេវាពិនិត្យព្យាបាលនិងសង្គ្រោះនៅក្នុងមន្ទីរពេទ្យទទួលបាននូវការបម្រើសេវាដោយយកចិត្តទុកដាក់ប្រកបដោយស្នាមញញឹមរួមទាំងការមើលថែទាំ
ងូតទឹកបដូរសម្លៀកបំពាក់សេវាគាំទ្រផ្លូវចិត្តនិងការផ្ដល់នូវរបបអាហារប្រចាំថ្ងៃក្នុងចំណោមអ្នកជំងឺជនជាតិបរទេសនិងជនជាតិថៃដើមភាគច្រើនដែលមកទទួលសេវាមិនមានសាច់ញាតិឬអ្នកកំដរជូនមកទេប៉ុន្តែមន្ទីរពេទ្យមានភារកិច្ចទទួលយកមកពិនិត្យព្យាបាលដោយគ្មានការរើសអើងប្រកាន់ពូជសាសន៍ឡើយជាមួយគ្នានេះអ្នកជំងឺក្រីក្រឬគ្មានលទ្ធភាពបង់ថ្លៃត្រូវបានការលើកលែងការបង់ថ្លៃសេវាសរុបសេចក្តីមកមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យសូមធ្វើការបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានរបស់គណនី Facebook ឈ្មោះ Khawsut English ដែលបានលើកឡើងថាចុងភៅជនជាតិថៃបានស្លាប់ក្រោយពីមន្ទីរពេទ្យនៅក្នុងស្រុកមិនព្រមទទួលព្យាបាលដែលព័ត៌មាននេះមានលក្ខណៈញុះញង់ធ្វើឲ្យមានការរើសអើងប្រកាន់ពូជសាសន៍ពណ៌សម្បុរក្នុងន័យធ្វើឲ្យមតិជាតិនិងអន្តរជាតិមានការយល់ច្រឡំអំពីការពិតនៃការបម្រើសេវារបស់ក្រុមគ្រូពេទ្យពិសេសធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់ក្រុមគ្រូពេទ្យនៃព្រះរាជាណាចក្រកម្ពុជាលើឆាកជាតិនិងអន្តរជាតិដែលកំពុងបំពេញភារកិច្ចបម្រើសេវាដោយបុរេសកម្មការយកចិត្តទុកដាក់ការទទួលខុសត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈនិងមនុស្សធម៌មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសូមឲ្យគណនី Facebook ឈ្មោះ Khawsut English ធ្វើការកែសម្រួលព័ត៌មាននិងលុបចោលនៅការផ្សាយព័ត៌មានមិនពិតនេះពីបណ្ដាញសង្គមដើម្បីជៀសវាងការយល់ច្រឡំពីមតិជាតិនិងអន្តរជាតិអាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូមសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបជាព័ត៌មានដោយសេចក្តីអនុគ្រោះថ្ងៃពុធ1រោចខែអាសត់ឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569បន្ទាយមានជ័យថ្ងៃទី8ខែតុលាឆ្នាំ2025ត្រាមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត